សួស្តីបងប្អូនយើងទាំងអស់គ្នាបាទស្វាគមន៍មកកាន់វីដេអូថ្មីទៀតហើយបាទជាមួយនឹងបាទឆាន់ជាមបាទថ្ងៃនេះបាទយើងបាទនិយាយបាទតាក់ទងទៅនឹងការប្រកួតបាទរវាងក្រុមជម្រើសជាតិកម្ពុជាបាទបើកកាលដ្ឋានបាទបូរណដតដេជោបាទទទួលស្វាគមន៍បាទក្រុមភ្ញៀវបាទសិង្ហបុរីបាទយើងឃើញហើយថាក្រុមកម្ពុជាយើងក៏កំពុងតែបាទឡើងជើងខ្លាំងដែរបាទមួយរយៈចុងក្រោយនេះ បាទក្រុមសិង្ហបុរីហ្នឹងក៏អត់ណយដែរបងប្អូនយើងគឺឡើងមែនទែនបាទទើបតែចាញ់ចិនមួយទេបាទក្រៅពីហ្នឹងគឺឈ្នះច្រើនមែនទែនបាទឥឡូវយើងមកមើល5ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជាតើប្រកួតប៉ះអីខ្លះហើយឈ្នះឬក៏ចាញ់បាទមានការប្រកួតបាទ5ប្រកួតចុងក្រោយបាទក្រុមកម្ពុជាបាទប៉ះជាមួយនឹងបាទទីម៉ូឡេស្តេបាទស៊ី2-0បាទក្នុងទឹកដីបាទប៉ះថៃបាទពួកអាចោសៀមនឹង បាទចាញ់គេពីបាទ3-2បាទប៉ះជាមួយនឹងបាទប៉ាគីស្ថានបាទចាញ់1-2បាទប៉ះជាមួយនឹងបាទហុងកុងបាទយើងធ្វើបានល្អដែរបាទយើងបំបែកកំណត់ត្រាដែលយើងមិនដែលពាក់យើងអត់ដែលឈ្នះគេអញ្ចឹងបំបែកកំណត់ត្រាបាទយើងស្មើបើយើងប៉ះជាមួយបាទធំគឺយើងបាទនាំមុខដល់លទ្ធផល4-0បាទខ្លាំងមែនទែន បាទការប្រកួតចុងក្រោយរបស់យើងបាទឥឡូវយើងមកមើល5ប្រកួតចុងក្រោយរបស់ក្រុមបាទសិង្ហបុរីបាទមានប៉ះបាទ Thailand បាទចាញ់3-2ដូចគ្នាបាទជាមួយនឹងកម្ពុជាយើងដែរបាទហុងកុងបាទសិង្ហបុរីឈ្នះហុងកុងបាទលទ្ធផល2-1បាទសិង្ហបុរីឈ្នះបាទម៉ុងហ្កាឡាដេសបាទលទ្ធផលបាទ1-0បាទឈ្នះបាទម៉ុងហ្គូលីបាទលទ្ធផលច្រើនបាទគួរសមបាទ4បាទតនឹង0 បាទប៉ះជាមួយនឹងបាទឆៃណាបាទចិនបាទសិង្ហបុរីបាទលទ្ធផលបាទ1-2បាទអញ្ចឹងយើងប្របទសង្ខេបយ៉ាងខ្លីបាទ5ប្រកួតចុងក្រោយបាទរបស់កម្ពុជាគឺបាទឈ្នះ2បាទចាញ់2ស្មើ1បាទចំណែកក្រុមបាទសិង្ហបុរីបាទការប្រកួត5ប្រកួតចុងក្រោយដូចគ្នាបាទចាញ់2បាទឈ្នះ3គឺស្ថិតិបាទប្រហាក់ប្រហែលគ្នាទេបាទអាចបាទប្រយុទ្ធគ្នាបានបាទសម្រាប់បាទរាត្រីនេះ បាទឥឡូវយើងមកមើល5ប្រកួតចុងក្រោយបាទប៉ះគ្នាបាទរវាងក្រុមជម្រើសជាតិកម្ពុជាបាទជាមួយនឹងក្រុមជម្រើសជាតិសិង្ហបុរីបាទចាំបន្តិចបាទ3ប្រកួតចុងក្រោយបាទសិង្ហបុរីបាទយកឈ្នះកម្ពុជា2015បាទលទ្ធផលធ្ងន់ខ្លួនមែនទែនបាទសម្រាប់បាទគោព្រៃកម្ពុជារបស់យើងបាទលទ្ធផលបាទ4-0បាទនៅក្នុងទឹកដីរបស់យើងតែម្ដងបាទនៅក្នុងការប្រកួតបាទ World Cup Quality បាទ World Cup បាទការប្រកួតបាទនៅក្នុង2015ដូចគ្នាបាទសិង្ហបុរីដាក់2-1បាទទៅលើកម្ពុជាយើងបាទទឹកដីសិង្ហបុរីវិញម្ដងបាទចំណែកប្រកួតចុងក្រោយបាទប៉ះគ្នាបាទ2024បាទខែ11បាទទី11តែម្ដងបាទអាស៊ាន Cup បាទ Champion Pool A បាទក្រុម A បាទលទ្ធផលបាទសិង្ហបុរីបាទនៅតែឈ្នះបាទទៅលើកម្ពុជាលទ្ធផលបាទ2-1បាទយើងឃើញថា3ប្រកួតចុងក្រោយនេះបាទកម្ពុជាយើងមិនដែលស្គាល់ពាក្យថាឈ្នះបាទទៅលើក្រុមជម្រើសជាតិបាទសិង្ហបុរីទេបាទជំរឿការប្រកួតបាទយប់នេះបាទប្រទេសកម្ពុជារបស់យើងដូចជាក្រុមជម្រើសជាតិរបស់យើងតើអាចបំបែកកំណត់ត្រាដែរមិនដែលឈ្នះបាទ3ប្រកួតចុងក្រោយឬក៏ការប្រកួតផ្សេងៗនេះតើយើងអាចបំបែកកំណត់ត្រាឈ្នះទៅលើសិង្ហបុរីវិញបានឬក៏យ៉ាងណាបាទបងប្អូនយើងបាទកម្ពុជាយើងបាទការប្រកួតនេះគឺទឹកដីខ្លួនឯងណាងាយហ្នឹងណាបាទកុំភ្លេចបាទនៅសល់តែបាទ35នាទីទៀតទេបាទគឺដល់ការប្រកួតហើយបាទលទ្ធផលបាទទស្សន៍ទាយយ៉ាងណាបាទ comment ម្នាក់មួយបាទខ្ញុំគិតថាកម្ពុជានឹងមានលទ្ធផលល្អគួរសមដែរបាទលើកទឹកចិត្តបាទជាការគ្រប់គ្រងបាទស្រឡាញ់ចេញពីបេះដូងវិជាប្រទេសកំណើតរបស់ខ្លួនបាទបងប្អូនយើងបាទកុំភ្លេចបាទចូលរួមគ្រប់គ្រងទៅដល់កាលដ្ឋានផ្ទាល់ក៏ដូចជានៅតាមបណ្ដាញសង្គមដូចគ្នាបាទចូលរួមគ្រប់គ្រងទាំងអស់គ្នាដើម្បីបាទទាត់របស់កម្ពុជាយើងបាទកាន់តែរីកចម្រើនឡើងទៅបាទអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះបាទជួបគ្នានៅវីដេអូក្រោយទៀតបាទជម្រាបលា